ស្កររងូគឺមានលក់ច្រើននៅលើទីផ្សារប៉ុន្តែបើបងប្អូនចង់ចេះធ្វើដោយខ្លួនឯងសូមមើលវីដេអូនេះឲ្យដល់ចប់ស្កររងូនេះផងដែរគឺមានគុណសម្បត្តិជាច្រើនដែលយើងអាចយកវាយកផលិតទៅជាឱសថការពារមាន់អាចយកវាទៅធ្វើជារមុនលាយចំណីផ្អាប់ឲ្យមាន់ទាអាចយកវាទៅផលិតជាទឹក GEM សម្រាប់យកទៅដាំបន្លែដាំដំណាំអីផ្សេងៗបានគ្រប់ប្រភេទបងប្អូនអាចរៀនផលិតវាដោយខ្លួនឯងនៅផ្ទះបានបើសិនជាបងប្អូនប្រើប្រាស់ជាលក្ខណៈធំដុំបងប្អូនផលិតដោយខ្លួនឯងនេះគឺវាមិនចំណេញទេបើចង់ចំណេញបងប្អូនអាចទិញគេស្រាប់ជាកានតែម្ដងគឺខ្ញុំគិតថាវាចំណេញជាងដើម្បីផលិតស្កររងូនេះបានយើងចាំបាច់ត្រូវការវត្ថុធាតុផ្សំដូចជាស្ករត្នោតចំនួន1គីឡូក្រាមហើយនិងទឹកចំនួន1លីត្រជាដំបូងយើងត្រូវយកទឹកស្អាតយើងចំនួន1លីត្រយកមកដាំឲ្យពុះសិនបន្ទាប់ពីទឹកពុះហើយយើងគ្រាន់តែរួចភ្លើងឬក៏បន្ថយភ្លើងយើងឲ្យនៅមានសភាពរឹមតិចដើម្បីការពារស្ករយើងនៅពេលដែលយើងចាក់កចូលទៅក្នុងខ្ទះឬក៏ក្នុងឆ្នាំងដែលយើងដាំទឹកនោះកុំឲ្យវាងាយខ្លោចបន្ទាប់មកនៅពេលដែលយើងបន្ថយភ្លើងហើយបងប្អូនគ្រាន់តែយកស្ករដែលយើងមានហ្នឹងយកទៅច្របាច់ចូលឬក៏ចាក់ចូលនៅក្នុងខ្ទះឬឆ្នាំងដែលបងប្អូនដាំទឹកនោះហើយយើងកូរស្ករល្បាយហ្នឹងហើយនឹងទឹកឲ្យបានសព្វល្អក្នុងរយៈពេលចន្លោះ15ទៅ20នាទីនៅពេលដែលយើងកូរស្ករហ្នឹងគឺបងប្អូនត្រូវពិនិត្យមើលភ្លើងផងកុំឲ្យភ្លើងខ្លាំងពេកចូលដាក់ភ្លើងរឹមតិចបានហើយឧស្សាហ៍កូរកុំឲ្យបាត់ខ្ទះយើងហ្នឹងវាខ្លោចស្ករនៅពេលដែលបងប្អូនកូរវាចំនួនចន្លោះ15ទៅ20នាទីរួចហើយបងប្អូនគ្រាន់តែលើកស្ករយើងដែលកំពុងតែក្តៅហ្នឹងយកមកទុកឲ្យវាត្រជាក់សិនដោយសារនៅក្នុងវីដេអូនេះខ្ញុំប្រើទឹករៀងច្រើនតិចមើលសភាពស្កររងូដែលយើងផលិតបានវារៀងរាវអញ្ចឹងបើបងប្អូនចង់បានឲ្យខាប់បងប្អូនដាក់ទឹកត្រឹមតែ1លីត្របានហើយបន្តមកទៀតនៅពេលដែលស្ករយើងចាប់ត្រជាក់ហើយបងប្អូនគ្រាន់តែយកស្ករយើងនឹងយកមកចាក់ចូលក្នុងដបឬក៏កដុងជ័រដែលយើងបានត្រៀមទុករួចហើយនឹងហើយយកវាយករក្សាទុកនៅកន្លែងដែលត្រជាក់មិនឲ្យត្រូវកម្ដៅថ្ងៃទេនៅពេលដែលយើងត្រូវការបងប្អូនគ្រាន់តែបើកគម្របមកបងប្អូនយកទៅប្រើប្រាស់តាមតម្រូវការដែលបងប្អូនចង់ធ្វើដូច្នេះវីដេអូផលិតស្កររងូងាយតែប៉ុណ្្នឹងឯងបើបងប្អូនពេញចិត្តដោយរាល់ដងសូមចុច like ចុច share ចុច subscribe ដល់ channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណ